បាទសួស្តីអ្នកនរគ្នាក៏ដូចជាលោកគ្រូអ្នកគ្រូដែលជាគ្រូទទួលទុកថ្នាក់អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញពីប្រព័ន្ធគ្រប់គ្រងបន្ទុកសិស្សចំនួនទី 1.5 ហ្នឹងអានេះគឺជាចំនួនចាស់ណាគឺតាំងពីឆ្នាំ2021មកម្លេះតែខ្ញុំមិនបានយកវាទៅប្រើប្រាស់ទេប៉ុន្តែបើសិនមកលោកគ្រូត្រូវការអាចយកវាទៅប្រើប្រាស់បាន download ឲ្យ free នេះក៏វាស៊ីមេតិចដែរអញ្ចឹងនៅក្នុងហ្នឹងគឺអត់មានអីច្រើននេះគឺក្រៅពីធ្វើការគណនាបន្ទុកសិស្សនឹងឯងអញ្ចឹងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបន្ទុកសិស្សនេះវាមានសារៈសំខាន់មែនទែនក្នុងការជួយសម្រួលដល់ការងាររបស់លោកគ្រូដែលជាគ្រូទទួលបន្ទុកថ្នាក់អញ្ចឹងហើយគឺវាមានសារៈសំខាន់ដូចជាការបូកលទ្ធផលគណនាអីផ្សេងៗគឺវាគណនាដោយស្វ័យប្រវត្តិតួនាទីរបស់យើងគឺគ្រាន់តែធ្វើការបញ្ចូលបន្ទុកហើយបដូរតាមេគុណហើយយើងធ្វើការ print ចេញតែម្ដងអញ្ចឹងវាមានភាពងាយស្រួលហ្នឹងណាហ្នឹងតើតោះគេហៅថាប្រព័ន្ធគ្រប់គ្រងបន្ទុកគេអញ្ចឹងឥឡូវខ្ញុំនឹងបង្ហាញតើនៅក្នុងប្រព័ន្ធហ្នឹងវាមានអ្វីគេខ្លះបាទអញ្ចឹងទី1នៅក្នុងនេះ